ជាតិមុនខ្ញុំត្រូវបានគេបង្ខំឲ្យរៀបការជាមួយលូចឹងដែលជាអ្នកប្រមាញ់ប្រិយម្នាក់គាត់ជាមនុស្សក្រោធគ្រៀតចេះតែបរបាញ់ខ្ញុំស្អប់គាត់ខ្លាំងណាស់ប៉ុន្តែក្រោយមកដើម្បីការពារខ្ញុំគាត់ត្រូវបានគេកាប់សម្លាប់ទាំងរស់ឈាមស្រោចពេញខ្លួនដួលនៅចំពោះមុខខ្ញុំពេលគាត់ដួលចុះភ្នែកអូនដេកទៅបងនៅមានសត្វព្រៃត្រូវរៀបចំខ្ញុំក៏ស្ទុះទៅអបចង្កេះដ៏រឹងមាំរបស់គាត់ទាំងយំសឹកសួរបងខ្លាចឲ្យពេលវេលាដ៏មានតម្លៃបែបនេះមិនគួរឲ្យខកខានឡើយលូចឹងនៅតែស្ងៀមស្ងាត់ដូចភ្នំប៉ុន្តែនៅក្រោមបាតដៃខ្ញុំខ្លួនគាត់ក្តៅរហូតដល់ស្ទើរតែចេះទៅហើយជាតិមុនលើកចុងក្រោយដែលខ្ញុំបានឃើញលូចឹងគឺពេលគាត់ដួលក្នុងធ្លុកឈាមប៉ុន្តែភ្នែកគូសម្លឹងមកខ្ញុំយ៉ាងមោះមុតលូចឹងស្លាប់យ៉ាងវេទនាបែបនេះតែខ្ញុំបែរជាមិនស្រាប់ទឹកភ្នែកសំបីតែមួយដំណក់ក្រោយពេលគាត់ស្លាប់មេក្រុមចៅព្រៃម្នាក់ពាក់ម៉ាស់បានសាច់ចំអប់ដើរមកចិត្តខ្ញុំលីវវ៉ាន់បើចង់រស់ត្រូវស្ដាប់បង្គាប់តាមបងទៅសំឡេងគាត់ទៀបខ្លាំងគាត់ជិះសេះហើយលូកដៃមកខ្ញុំក៏ញឹមយ៉ាងស្រស់ហេតុអ្វីបានជាអ្នកស្គាល់ឈ្មោះខ្ញុំគាត់បើកភ្នែកធំបន្តិចដែលបញ្ជាក់ពីការសង្ស័យរបស់ខ្ញុំអន់ចុះទៅអង្គុយក្បែរលូចឹងហើយជួយបិទភ្នែកឲ្យគាត់ថ្នមនៅពេលបន្ទាប់មកខ្ញុំគ្រាន់តែលើកកំជុលប្រាក់គាត់ចង់បានក្បាច់របស់គាត់អ្នកនៅពីក្រោយភ្ញាក់ផ្អើលក៏ស្រែកឡើងដោយមិនខ្វល់ពីការលាក់បាំងសម្លេងខ្លួនឯងទៀតខ្ញុំមិនបានងាកក្រោយទេក៏ដួលទៅក្បែរលោកចឹងមុខជាប់គ្នាហាក់ដូចជាស្និទ្ធស្នាលជាង3ឆ្នាំកន្លងទៅទៀតរូចិនបើមានជាតិក្រោយតើខ្ញុំត្រូវធ្វើអ្វីទៅបើមានជាតិក្រោយចាំធ្វើជាប្តីប្រពន្ធធម្មតាជាមួយលោកចឹងទៅចុះគ្រាន់តែលើកនេះខ្ញុំនឹងមិនក្បត់គាត់ទៀតទេនៅក្នុងផ្ទះដ៏សាមញ្ញទៀនក្រហមរំរែកអូនគេងទៅបងនៅមានសត្វព្រៃមិនទាន់ធ្វើម្ហូបទេខ្ញុំអង្គុយលើគ្រែទឹកភ្នែកក៏ស្រក់ចុះមកដោយមិនដឹងខ្លួនហាក់ដូចជាគាត់រងចាំចម្លើយពីខ្ញុំយូរពេកបុរសនោះងាកមុខបន្តិចចិញ្ចាមជ្រួញចូលគ្នាតែពេលឃើញទឹកភ្នែកខ្ញុំក្នុងភ្នែកខ្មៅងឹតនោះបែរជាមានភាពស្លន់ស្លោគាត់បែរខ្លួនមកទាំងមូលលូកដៃមករកខ្ញុំតែបែរជាឈប់នៅកណ្ដាលអាកាសហើយចុងក្រោយក៏ដកដៃត្រឡប់ទៅវិញទាំងទើសទាល់កញ្ញាលីនបងមិនប៉ះអូនទេអូនកុំគាត់និយាយមិនទាន់ចប់ផងខ្ញុំក៏ស្ទុះទៅអបចង្កេះគាត់លោកចឹងខ្ញុំនិយាយមិនចេញជាពាក្យពេចន៍ពេញលេញទេបានត្រឹមតែហៅឈ្មោះគាត់ម្ដងហើយម្ដងទៀតស្ថានសុខមេតាដែលពិតជាឲ្យខ្ញុំត្រឡប់មកវិញត្រឡប់មកថ្ងៃដែលបានស្រ័យបញ្ជាក់ជាមួយលោកចឹងប្រហែលជាគេមិននឹកស្មានដល់ថាខ្ញុំធ្វើបែបនេះទើបខ្លួនប្រាណរបស់លូចឹងរឹងស្កប់ភ្លាមក្នុងបន្ទប់ក៏ស្ងាត់ឈឹងតែម្ដងនៅសល់តែសម្លេងខ្ញុំយំសឹកសួរប៉ុណ្ណោះខ្ញុំយំយូរគួរសមលូចឹងគេជាមនុស្សរឹងរូសមិនចេះនិយាយពាក្យផ្អែមល្ហែមអ្វីឡើយបានហើយកុំយំអីខ្ញុំស្អប់បំផុតពេលឃើញគេធ្វើមុខត្រជាក់ដាក់បែបនេះប៉ុន្តែពេលនេះទោះបីជាគេត្រជាក់ដាក់ក៏រង្វង់ដៃគេនៅតែមានភាពកក់ក្ដៅដែលខ្ញុំមិនធ្លាប់ទទួលបានពីមុនមកខ្ញុំទ្រាំមិនបានក៏អប់លូចឹងកាន់តែណែនគេមានរាងកាយខ្ពស់ធំខ្ញុំអង្គុយអប់បានត្រឹមតែចង្កេះរបស់គេប៉ុណ្ណោះពេលនេះខ្ញុំមានអារម្មណ៍ស្រឡាញ់គេខ្លាំងណាស់ក៏យកមុខទៅត្រដុសនឹងចង្កេះគេធ្វើឲ្យខ្លួនប្រាណរបស់លូចឹងកាន់តែរឹងស្កប់ជាងមុនក្នុងពេលជាមួយគ្នានោះរាងកាយដែលពោពេញដោយសាច់ដុំរបស់កញ្ញាលីសុំអ្នកលេងខ្ញុំទៅខ្ញុំមិនព្រមលេងទេមានតែខំប្រឹងជ្រៀតចូលក្នុងទ្រូងគេកញ្ញាលីលបលូចង់រុញខ្ញុំចេញតែមិនហ៊ានប្រើកម្លាំងខ្លាំងទេតែរាងកាយគេបែរជាលាក់មិនចិត្តទៅវិញមួយផ្លែតនោះបុរសមាធំម្នាក់នេះបែរជាមានទឹកមុខអៀនខ្មាស់ទៅវិញនេះជាលបលូតែខ្ញុំមិនដែលឃើញពីមុនមកខ្ញុំញឹមបន្តិចរួចងើបមកមើលលបលូទាំងដកដង្ហើមស្រទន់បងថ្លៃឲ្យបងរវល់តែរៀបចំសប្បុរសធ្វើអ្វីពេលវេលាដ៏មានតម្លៃបែបនេះគួរតែចំណាយជាមួយអូនទៅល្អមិនបាននិយាយថាវាមានរូបរាងគួរឲ្យខ្លាចបែបនោះទេខ្ញុំប្រញាប់ងាកភ្នែកចេញរួចអង្គុយលើគ្រែវិញស្រាប់តែមានអារម្មណ៍ថាស្ងួតបំពង់ក៏មិនដឹងថាប៉ុន្មានយូរហើយសម្លេងទឹកនៅខាងក្រៅក៏ស្ងាត់ទៅបន្តិចក្រោយមកលូចឹងក៏រុញទ្វារចូលមកកញ្ញាលីនខ្ញុំដឹងថាអ្នកមិនបានស្ម័គ្រចិត្តរៀបការជាមួយខ្ញុំទេទោះបីជាខ្ញុំលូចឹងមិនមែនជាសុភាពបុរសមែនប៉ុន្តែខ្ញុំក៏មិនមែនជាមនុស្សដែលឆ្លៀតឱកាសដែរខ្ញុំនៅបន្ទប់ក្បែរនេះទេបើមានការអីហៅខ្ញុំទៅបន្ទប់ក្បែរនេះគេទុកសម្រាប់ដាក់សត្វដែលប្រមាញ់បានទេតើវាជាកន្លែងសម្រាប់មនុស្សនៅណាតែជាតិមុនខ្ញុំខ្លាចលូចឹងណាស់ឬថាគាត់នៅបន្ទប់ក្បែរនេះខ្ញុំសប្បាយចិត្តស្ទើរតែមិនបានគិតអ្វីច្រើនឡើយពេលនេះឬសម្លេងត្រជាក់ស្រេបរបស់លូចឹងក្នុងចិត្តខ្ញុំបែរជាមានអារម្មណ៍ជូរចត់ទៅវិញលូចឹងល្អបែបនេះហេតុអ្វីបានជាខ្ញុំមិនចេះថែរក្សាឲ្យបានល្អទៅខ្ញុំបិទភ្នែកមួយសន្ទុះរួចងើបមុខឡើងវិញធ្វើមុខមាត់គួរឲ្យអាណិតអាសូរតែលូចឹងឲ្យខ្ញុំជាមនុស្សកំសត់ណាស់បើឲ្យដេកម្នាក់ឯងខ្ញុំខ្លាចមែនទេខ្ញុំមកក្បាលខ្លាំងរួចនិយាយបន្តទៀតថាម្យ៉ាងទៀតខ្ញុំមានរាងកាយខ្សោយតាំងពីតូចបន្ទប់នេះក៏មិនកក់ក្ដៅដែរបើខ្ញុំឈឺទៅតើត្រូវធ្វើម៉េចទៅលូចឹងស្ងាត់មាត់ឈឹងហើបមាត់ចង់និយាយតែនិយាយមិនចេញឃើញបែបនេះខ្ញុំក៏ឆ្លៀតឱកាសចាប់ដៃលូចឹងអង្រួនតិចអញ្ចឹងអ្នកជួយមកដេកជាមួយខ្ញុំបានទេមុខដែលទើបតែបាត់ក្រហមពេលនេះឡើងក្រហមដល់កញ្ចឹងលូចឹងទៀតហើយគាត់ចាប់ផ្ដើមបែកញើសខ្ញុំងើបមុខមើលគាត់ដោយក្តីរំពឹងតែលូចឹងបែរជាបែកខ្នងដើរចេញទៅយ៉ាងលឿនមិនយូរប៉ុន្មានសម្លេងទឹកក៏ឡើងវិញ
លើកនេះងូទឹកយូរជាងមុនទៀតដល់ពេលគាត់ចូលមកវិញភាពរំភើបរបស់អ្នកបានរលាយបាត់អស់ហើយខ្ញុំក៏ងុយដេកដែរក្រឡេកមើលខ្ញុំក៏និយាយដោយមិនពេញចិត្តថាខ្ញុំមិនមែនរបស់កខ្វក់ទេតើអ្នកលៀងអ្វីញឹកញាប់ម្លេះជុំបូមាត់អ្វីដែលអ្នកបាននិយាយពីមុនគឺសុទ្ធតែជាការពិតការពិតរឿងអ្វីគឺរឿងដែលអ្នកថាអ្នកនឹងខ្លាចហើយនឹងមានអារម្មណ៍ត្រជាក់នោះខ្ញុំទើបតែនឹកឃើញពាក្យដែលខ្ញុំនិយាយផ្ដេសផ្ដាស់អំបញ្ញមិញក៏ប្រញាប់ងក់ក្បាលវាជារឿងពិតតើខ្ញុំបោកអ្នកធ្វើអីជ្រួញចិញ្ចាមហាក់ដូចជាកំពុងតែស៊ូក្នុងចិត្តទីបំផុតគាត់ក៏ដកដង្ហើមធំដូចជាអស់សង្ឃឹមរួចបើកភួយឡើងលើគ្រែតាមពិតគ្រែនេះមិនតូចទេប៉ុន្តែខ្លួនធំគ្រាន់តែអង្គុយចុះភ្លាមកន្លែងក៏ចង្អៀតភ្លាមក្លិនបរោះគ្រប់ដណ្ដប់លើខ្ញុំធ្វើឲ្យខ្ញុំភ័យបន្តិចខ្ញុំក៏ប្រញាប់ដេកចុះហើយធ្វើជាស្ងប់ស្ងាត់ផ្ទះកន្លែងក្បែរខ្លួនមកឆាប់ឡើងលោកចឹងគាត់រឹងខ្លួនបន្តិចក្រោយពីខ្ញុំដាស់គាត់ម្ដងទៀតទើបគាត់ព្រមដេកផ្អៀងខ្លួនចុះមកទាំងមិនស្រួលខ្លួនសោះគាត់បែរខ្នងដាក់ខ្ញុំដឹងថាខ្លួនឯងមិនគួរបង្ខំគាត់ខ្លាំងពេកទេក៏ផ្អែកក្បាលលើខ្នងដ៏ធំទូលាយរបស់លោកចឹងរួចក៏ដេកលក់ទៅយប់នោះខ្ញុំដេកលក់ស្រួលណាស់មិនបានយល់សប្តិអ្វីសោះយូរហើយដែលខ្ញុំមិនបានដេកលក់ស្រួលបែបនេះភ្ញាក់ពីដេកមកខ្ញុំក៏បំរាស់ខ្លួនបន្តិចទើបដឹងថាគាត់មិននៅក្បែរខ្ញុំទៀតហើយលោកចឹងគាត់ត្រូវក្រោកពីព្រលឹមទៅបបបាញ់មើលទៅពន្លឺថ្ងៃខាងក្រៅប្រហែលជាគាត់ចិត្តត្រឡប់មកវិញហើយបន្ទាប់ពីរោគលាងមុខមាត់រួចខ្ញុំក៏គិតថាគួរតែរៀបចំអាហារពេលព្រឹកទុកឲ្យលោកចឹងជាតិមុនខ្ញុំមានចិត្តខឹងសម្បាមិនដែលធ្វើអ្វីឲ្យលោកចឹងសូម្បីតែបន្តិចគឺមានតែគាត់ទេដែលចាំរៀបចំគ្រប់យ៉ាងឲ្យខ្ញុំក្នុងពេលដែលអ្វីចាប់ផ្ដើមថ្មីបែបនេះខ្ញុំសង្ឃឹមថាខ្ញុំអាចមើលថែគាត់បានល្អទឹកបែបនេះហើយខ្ញុំក៏នឹកឃើញពីរបៀបដែលលោកចឹងធ្លាប់ធ្វើក៏សាកល្បងខ្ញុំក៏ខ្លាំងទឹកភ្នែកហូរមកមិនឈប់ភ្នែកខ្ញុំស្រវាងមើលអ្វីមិនឃើញស្រាប់តែឃើញស្រមោលមនុស្សម្នាក់ដើរមកយ៉ាងលឿនអញកំពុងធ្វើស្អីហ្នឹងខ្ញុំមើលមុខលូចឹងមិនច្បាស់ទេតែខ្ញុំអាចស្មានដឹងថាពេលនេះគាត់ប្រកាសជាកំពុងតែជួញចិញ្ចើមមិនខានខ្ញុំក៏មានអារម្មណ៍ភ័យបន្តិចដែរខ្ញុំចង់ដុតភ្លើងធ្វើមីឲ្យអ្នកញ៉ាំលូចឹងមិននិយាយអ្វីទាំងអស់គាត់ពន្លត់ភ្លើងចង្ក្រានសិនរួចក៏ទាញដៃខ្ញុំដើរចូលក្នុងផ្ទះខ្ញុំនៅតែមើលមិនឃើញក៏ចាប់ដៃគាត់ជាប់ស្រាប់តែម្រាមដៃវែងរបស់គាត់កម្រើកបន្តិចលូចឹងខ្ញុំមើលមិនឃើញទេលូចឹងស្ងាត់មួយសន្ទុះរួចក៏និយាយឡើងអន់ក្បាលចុះខ្ញុំក៏អន់ក្បាលចុះតាមសម្រួលលូចឹងយកដៃម្ខាងទ្រចង្កាខ្ញុំហើយដៃម្ខាងទៀតដងទឹកមកលាងភ្នែកខ្ញុំម្ដងហើយម្ដងទៀតសកម្មភាពរបស់គាត់ពិតជាទន់ភ្លន់ខ្លាំងណាស់ធូរខ្លះហើយឬនៅតែមិនសូវស្រួលខ្លួនទេអ្នកជួយផ្លុំឲ្យខ្ញុំបន្តិចបានទេដៃរបស់លូចឹងដែលកំពុងកាន់ចង្កាខ្ញុំក៏ញ័របន្តិចខ្ញុំក៏ធ្វើមាត់ជូរសុំគេលូចឹងតើខ្ញុំមិនអាចមើលឃើញអ្វីទៀតទេមែនទេនិយាយមកតែគុំយំពេលកំពុងធ្វើការមិនអីទេដៃរបស់គេកាន់ចង្កាខ្ញុំហើយលើកឡើងយឺតរួចអន់មកផ្លុំថ្នមលើភ្នែកខ្ញុំបាននៅផ្លុំទៀតមកលូចឹងដកដង្ហើមធំរួចក៏ធ្វើតាមយ៉ាងស្ងៀមស្ងាត់ចុះឥឡូវយ៉ាងម៉េចដែរឥឡូវនេះខ្ញុំអូសសំឡេងវែងរួចក៏លូកដៃទៅអប់លូចឹងភ្លាមហើយថើបទៅលើបូមាត់គេតែម្ដងលូចឹងមិនទាន់ត្រៀមខ្លួនក៏ត្រូវខ្ញុំថើបបានសម្រេចពេលដែលបូមាត់ប៉ះគ្នាលូចឹងក៏បើកភ្នែកធំខ្ញុំខឹងក៏ខំបូមាត់ក្រោមគេមួយខ្សឹបរួចនិយាយដោយមិនសប្បាយចិត្តថាលូចឹងប្រាប់ឲ្យហើយណាគ្មានអ្នកណាប្រាប់អ្នកទេឬថាពេលបែបនេះត្រូវលោកចឹងបានបិទភ្នែកយ៉ាងណែនក្នុងពេលជាមួយគ្នានោះដង្ហើមរបស់គាត់ក៏ដកមិនស្មើគ្នាដែរលោកចឹងឲ្យអប់ខ្ញុំមកខ្ញុំក៏និយាយផ្អែមល្ហែមដាក់គាត់ដៃធំរបស់គាត់ក៏អប់ចង្កេះខ្ញុំយ៉ាងណែនគ្រាន់តែគាត់ចេញកម្លាំងបន្តិចខ្ញុំក៏ត្រូវបានគាត់លើកឡើងទាំងមូលដៃម្ខាងទៀតរបស់លោកចឹងបានចាប់ខ្ញុំវាក្តៅខ្លាំងរហូតធ្វើឲ្យខ្ញុំញ័រខ្លួនបន្តិចការញ័រខ្លួននេះបានធ្វើឲ្យលោកចឹងកាន់តែកាចសាហាវគាត់ក៏ថាប់ខ្ញុំយ៉ាងខ្លាំងដោយមិនឲ្យខ្ញុំដកថយបានឡើយខ្ញុំទ្រាំមិនបានក៏ធ្ងោចេញមកស្រាប់តែលោកចឹងក៏ឈប់សកម្មភាពភ្លាមខ្ញុំបើកភ្នែកមើលគាត់ទាំងងឿងឆ្ងល់ឃើញភ្នែកគាត់ឡើងក្រហមលោកចឹងដកដង្ហើមធំរួចក៏ដៃញ័រដាក់ខ្ញុំចុះខ្ញុំក៏ចាប់ដៃគាត់យ៉ាងប្រញាប់ប្រញាល់លោកចឹងយើងបានរៀបការនឹងគ្នាហើយយើងជាប្តីប្រពន្ធនឹងគ្នារឿងនេះវាជារឿងធម្មតាតើតែទឹកមុខរបស់លោកចឹងស្រាប់តែត្រជាក់ស្រេបកញ្ញាលីនរឿងនេះគួរតែធ្វើជាមួយមនុស្សដែលខ្លួនស្រឡាញ់ទៅត្រឹមត្រូវអីខ្ញុំបើកភ្នែកធំភ្លាមក្នុងចិត្តស្រាប់តែធ្លាក់ចុះយ៉ាងលឿននៃរបស់លូចឹងគឺគាត់មានមនុស្សដែលគាត់ស្រឡាញ់ហើយម្នាក់នោះមិនមែនជាខ្ញុំទេចុះហេតុអ្វីបានជាជាតិមុនគាត់ការពារខ្ញុំខ្លាំងម្ល៉េះឬមួយរឿងទាំងអស់នេះគ្រាន់តែជាការស្រមើស្រមៃរបស់ខ្ញុំម្នាក់ឯងលូចឹងដើរចេញទៅបាត់ទ្វារក៏បិទយ៉ាងខ្លាំងមិនយូរប៉ុន្មានក៏សូរទឹកនៅខាងក្រៅទៀតខ្ញុំទាញអាវដែលរញ៉េញ៉ៃមកគ្រប់ខ្លួនក្នុងចិត្តពោពេញដោយភាពអាម៉ាស់ប៉ុន្មានថ្ងៃបន្ទាប់មកខ្ញុំនិងលូចឹងស្ទើរតែមិនបាននិយាយរកគ្នាទេលូចឹងនៅតែទៅបបាញ់ដងទឹកនិងធ្វើម្ហូបដូចសពដងតែខ្ញុំនៅតែមិនទាន់អាចធ្វើចិត្តបានទេបូកទាំងពីរជាតិចូលគ្នាខ្ញុំមិនដែលធ្លាប់ទៅអង្គរកបរោះណាឡើយទើបតែលើកទី1សោះបែរជាត្រូវគេស្អប់ខ្ពើមបែបនេះពិតជាពិបាកទទួលយកណាស់យប់នោះលូចឹងយកលេសថាខ្ញុំខ្លាចត្រជាក់ក៏មកដេកនៅខាងក្រៅដូចសពដងបរោះមាធំម្នាក់នេះដេកនៅមាត់គ្រែមើលទៅហាក់ដូចជារៀបការបាន3ឆ្នាំហើយខ្ញុំមិនដែលឃើញលោកចឹងតាក់ទងជាមួយនារីណាទេតើអាចជាមនុស្សដែលលោកចឹងលួចស្រឡាញ់ឬតែលោកចឹងរស់នៅជើងភ្នំឆ្ងាយពីទីប្រជុំជនណាស់តើអាចជាស្រីមកពីណាទៅបើស្រីម្នាក់នោះល្អដល់ថ្នាក់នឹងដែលធ្វើឲ្យលោកចឹងមិនអាចបំភ្លេចបានចុះហេតុអ្វីក៏ព្រមតាមពុកខ្ញុំរៀបការជាមួយខ្ញុំទៅវិញខ្ញុំក៏លូកដៃទៅចាក់ក្នុងលោកចឹងហើយលោកចឹងក៏រឹងខ្លួនភ្លាមខ្ញុំក៏ងើបខ្លួនឡើងរួចលូកដៃទៅចាប់មុខគាត់លោកចឹងខ្ញុំស្អាតទេលោកចឹងសម្លឹងមកខ្ញុំតែមួយសន្ទុះក្រោយមកក៏អន់មុខចុះអ្នកនាងលីនសួរអញ្ចឹងធ្វើអីកុំមកបង្វែររឿងអីប្រាប់មកថាស្អាតឬមិនស្អាតមួយសន្ទុះក្រោយមកគាត់ក៏ដកដង្ហើមធំអ្នកណាដែលមិនដឹងថាអ្នកនាងទី3ត្រកូលលីនស្រស់ស្អាតខ្លាំងនោះមិននឹកស្មានថាអាមនុស្សឈើនេះចេះសរសើរគេដែរធ្វើឲ្យខ្ញុំធូរចិត្តបន្តិច
ខ្ញុំដាក់ម្រាមដៃចុះក្រោមរួចច្របាច់ត្រចៀកគេតិចហើយសួរថាចុះហេតុអ្វីបានជាអ្នកមិនចូលចិត្តខ្ញុំខ្លួនប្រាណរបស់លូចឹងក្តៅម្លងភ្លាមគេក៏លើកដៃមកចាប់កដៃខ្ញុំយ៉ាងលឿនទឹកមុខបង្ហាញភាពខឹងសម្បាបន្តិចកញ្ញាលីនតើខ្ញុំនិយាយមិនច្បាស់លាស់មែនទេច្បាស់ណាស់ប៉ុន្តែខ្ញុំមិនអស់ចិត្តទេខ្ញុំលែងដៃគេរួចទម្លាក់ខ្លួនដេកវិញទាំងអស់សង្ឃឹមមិនចូលចិត្តគឺមិនចូលចិត្តតើអ្នកខឹងអ្វីម្លេះខ្ញុំរអ៊ូតិចលូចឹងមើលមកខ្ញុំហាក់ដូចជាចង់និយាយអ្វីមួយប៉ុន្តែចុងក្រោយគេក៏មិនបាននិយាយអ្វីទាំងអស់គិតចុះគិតឡើងពេលនេះខ្ញុំមានរឿងសំខាន់ពីរដែលត្រូវធ្វើទី1ត្រូវដឹងឲ្យច្បាស់ថាបេះដូងរបស់លូចឹងនៅជាមួយអ្នកណាហើយតើអាចដណ្ដើមយកមកវិញបានដែរឬទេបើដណ្ដើមមិនបានទេខ្ញុំជំពាក់លូចឹងច្រើនណាស់ក៏គួរតែផ្ដល់ភាពពេញលេញឲ្យគេដែរទី2គឺមនុស្សម្នាក់នោះនឹកដល់អ្នកដែលធ្វើឲ្យលូចឹងស្លាប់ដោយគ្មានកន្លែងកប់នោះខ្ញុំក៏ក្តាប់ដៃយ៉ាងរឿងពីរនេះពិតជាពិបាកដោះស្រាយណាស់លោកចឹងគាត់ជាមនុស្សស្ងៀមស្ងាត់មិនដឹងថាត្រូវធ្វើម៉េចទើបអាចសួរនាំគាត់បានឯអ្នកនោះនៅឆ្ងាយដល់រាជធានីហើយក៏ជាទីទុកចិត្តរបស់លោកឪពុកទៀតខ្ញុំគ្រាន់តែជាកូនស្រីដែលរៀបការចេញទៅតើត្រូវធ្វើម៉េចទើបអាចសម្លាប់នាងបានមានតែរងចាំឱកាសប៉ុណ្ណោះទើបអាចគិតគូរបានពេលឃើញលោកចឹងរៀបនឹងទៅបបបាញ់ក្នុងព្រៃដូចសັບដងខ្ញុំក៏ប្រញាប់ហៅគាត់លោកចឹងឈប់ដើររួចងាកមកមើលខ្ញុំក៏ដើរទៅរកគាត់លោកចឹងអ្នកទៅបបបាញ់នាំខ្ញុំទៅជាមួយផងបានទេការបបបាញ់វាគ្រោះថ្នាក់ណាស់កុំទៅអីខ្ញុំរៀបការជាមួយអ្នកចិត្តកន្លះខែហើយមិនដែលបានចេញទៅក្រៅសំបីតែម្ដងស្ទើរតែថប់ដង្ហើមស្លាប់ទៅហើយនាំខ្ញុំចេញទៅដើរលេងបន្តិចទៅណាខ្ញុំនឹងដើរតាមក្រោយអ្នកមិនបង្កបញ្ហាឲ្យអ្នកពិបាកចិត្តឡើយផ្លូវក្នុងព្រៃពិបាកដើរណាស់សុទ្ធតែមានសត្វសាហាវខ្ញុំមិនខ្លាចទេខ្ញុំប្រញាប់កាត់សម្ដីគាត់រួចអាចជើងឡើងចូលទៅជិតគាត់ជាងមុនមានបងនៅទីនេះខ្ញុំមិនខ្លាចអ្វីទាំងអស់លូចឹងលេបទឹកមាត់ត្រចៀកចាប់ផ្ដើមឡើងក្រហមគាត់ស្ងៀមស្ងាត់មួយសន្ទុះធំទើបបើកមាត់និយាយសំឡេងស្អប់បន្តិចបើចង់ទៅពិតមែនត្រូវដើរតាមឲ្យចិត្តកុំរត់ផ្ដេសផ្ដាសឲ្យសោះភ្នែកខ្ញុំភ្លឺថ្លាឡើងខ្ញុំនឹងស្ដាប់បង្គាប់បងលូចឹងមើលមកខ្ញុំមួយភ្នែកដកដង្ហើមធំរួចបែរខ្លួនទៅយកធ្នូនឹងកាំបិតប្រមាញ់ផ្លូវភ្នំពិតជាដូចដែលលូចឹងនិយាយមែនពិបាកដែរណាស់ដើរបានតែមួយសន្ទុះខ្ញុំក៏ហត់ដង្ហក់លូចឹងងាកមកមើលខ្ញុំជ្រួញចិញ្ចើមខ្ញុំស្មានថាគាត់រអ៊ូថាខ្ញុំដើរយឺតនឹកស្មានមិនដល់ថាគាត់លូកដៃមកទប់ដៃខ្ញុំជាប់ខ្ញុំក៏ចាប់ដៃគាត់ជាប់ចង់និយាយអ្វីម្យ៉ាងអរគុណបងខ្លួនលូចឹងរឹងស្កកគាត់ចង់ដកដៃចេញតែខ្ញុំចាប់ជាប់មិនព្រមលែងនាងក្រឡេកមើលខ្ញុំមួយភ្នែកតែចុងក្រោយក៏ព្រមតាមខ្ញុំគ្រាន់តែមើលទៅកន្លែងផ្សេងដោយមិនធម្មតាពន្លឺព្រះអាទិត្យចាំងឆ្លុះតាមចន្លោះស្លឹកឈើឬសូរតែសំឡេងអស្ចារ្យគ្នាលោកចឹងតែងតែចង្អុលប្រាប់ខ្ញុំពីអត្ថប្រយោជន៍នៃឱសថទាំងនោះឬក៏រំលឹកខ្ញុំថាផ្លែឈើព្រៃមួយចំនួនមានជីពលខ្ញុំស្ដាប់យ៉ាងយកចិត្តទុកដាក់ហើយងក់ក្បាលតាមពេលកំពុងអន់មើលផ្កាព្រៃមួយតងដែលមានពណ៌ស្រស់ឆើតឆាយស្រាប់តែលោកចឹងស្រែកកំហុសមួយម៉ាត់ប្រយ័ត្នខ្ញុំមិនទាន់ទាំងបានប្រតិកម្មអ្វីផងក៏ត្រូវគេទាញយ៉ាងខ្លាំងទៅខាងក្រោយភ្លាមនោះក៏មានសំឡេងស្រែកគំហកយ៉ាងខ្លាំងចេញពីកន្លែងដែលយើងទើបតែឈរឃើញជ្រូកព្រៃមួយក្បាលភ្នែកក្រហមច្រាលចង្គមលៀនចេញមកក្រៅសម្លឹងមើលមកពួកយើងយ៉ាងកាច់សាហាវវាជន់ជើងចុះឡើងដោយមិនសុខចិត្តវាប្រហែលជារងរបួសហើយឃើញមានស្នាមឈាមនៅជើងក្រោយដែលធ្វើឲ្យវាកាន់តែសាហាវកុំខ្លាចអីសំឡេងរបស់លោកចឹងនៅតែស្ងប់ស្ងាត់ដដែលគាត់ការពារខ្ញុំកាន់តែជិតជ្រូកព្រៃនោះស្រែកកំហកមួយម៉ាត់រួចក៏ស្ទុះមករកពួកយើងខ្ញុំគំលេបសំឡេងស្រែកភ័យខ្លាចចូលទៅក្នុងពោះតែនៅតែបិទមួយរំពេចនោះខ្ញុំក៏សូដូចជាមានអ្វីមួយមុតស្រួចចាក់ទម្លុះសាច់ខ្ញុំបើកភ្នែកឡើងឃើញលោកចឹងកាន់កាំបិតឯជ្រូកព្រៃនោះវិញដួលដេកលើដីកន្លែងគឺមានរបួសជ្រៅដល់ឆ្អឹងកំពុងតែហូរឈាមមិនឈប់ជ្រូកព្រៃនោះរើបំរាស់បានបន្តិចក៏ដាច់ខ្យល់ស្លាប់ទៅមិនអីទេតាជើងខ្ញុំទន់ជ្រីតែសំណាងហើយដែលលោកចឹងជួយទប់ខ្ញុំតាន់ធ្វើឲ្យនាងភ័យហើយក្នុងទឹកដុំសម្លេងរបស់លោកចឹងមានបង្កប់នៅការសោកស្ដាយបន្តិចខ្ញុំក្រវីក្បាលតែស្រាប់តែឃើញនៅលើដៃរបស់លោកចឹងមានស្នាមរបួសដែលត្រូវចង្គមជ្រូកមុតកំពុងតែហូរឈាមចេញមកលោកចឹងលោករបួសហើយផ្លូវត្រឡប់ទៅក្នុងក្រុងវិញខ្ញុំដើរលឿនជាងពេលមកច្រើនណាស់ដល់ផ្ទះភ្លាមខ្ញុំក៏ឲ្យលោកចឹងអង្គុយលើកៅអីរួចខ្ញុំក៏ប្រញាប់ប្រញ័ររកថ្នាំលាបរបួសនិងក្រណាត់ស្អាតលោកចឹងចង់លូកដៃមកយករបស់ពីដៃខ្ញុំទុកឲ្យខ្ញុំធ្វើខ្លួនឯងទៅខ្ញុំសម្លក់គាត់មួយភ្នែកទឹកដុំសម្លេងគឺមិនឲ្យគាត់ជំទាស់ឡើយលោកចឹងគុំកម្រើកលោកចឹងក៏ស្ងាត់មាត់ហើយក៏អង្គុយស្ងៀមតាមសម្រួលខ្ញុំយកទឹកស្អាតមកលាងរបួសឲ្យគាត់ថ្នមរបួសនឹងមិនជ្រៅប៉ុន្មានទេតែសាច់វាបាក់ចេញមកមើលទៅគួរឲ្យខ្លាចណាស់ខ្ញុំច្របាច់កន្សែងរួចជូតឈាមចេញបន្តិចម្ដងដៃរបស់លូចឹងសាច់ដុំរឹងមាំណាស់មើលទៅមានកម្លាំងកំហែងខ្ញុំសម្លឹងមើលរបួសនោះរួចនិយាយតិចថាឈឺទេមិនឈឺទេនៅថាអត់ឈឺទៀតហូរឈាមច្រើនម្លេះខ្ញុំហឺតមកតិចដៃក៏ចាប់ផ្ដើមធ្វើថ្នមជាងមុនគាត់ក៏មិននិយាយអ្វីទៀតលាងសម្អាតរួចខ្ញុំក៏យកថ្នាំមកលាបឲ្យគាត់ថ្នមថ្នាំនឹងត្រជាក់លាបលើរបួសដៃរបស់លូចឹងរឹងតឹងបន្តិចខ្ញុំក៏ភ័យក្នុងចិត្តរួចប្រញាប់ផ្លុំរបួសឲ្យគាត់ថ្នមលូចឹងហៅខ្ញុំទាំងភ្ញាក់ផ្អើលលីងវ៉ាន់គុំផ្លុំអីសំឡេងគាត់ស្អប់និយាយរដាក់រដប់ធ្វើឲ្យខ្ញុំក្តៅត្រចៀកអស់ហើយខ្ញុំប្រញាប់យកក្រណាត់មករៀបនឹងរុំរបួសឲ្យគាត់ប្រហែលជាតឹងបន្តិចហើយឯងទ្រាំបន្តិចទៅណាខ្ញុំអន់មុខចុះទាញដៃគាត់មកពេលនេះគឺពឹងផ្អែកលើការចងចាំពីជាតិមុនដែលលូចឹងធ្លាប់រុំរបួសឲ្យខ្ញុំដើម្បីរុំឲ្យតឹងខ្ញុំក៏ត្រូវតែចូលទៅជិតគាត់ថែមទៀតដង្ហើមរបស់គាត់ហាក់ដូចជាដង្ហក់ខ្លាំងជាងមុនខ្យល់ដង្ហើមដកក្តៅគប់បានប៉ះនឹងសក់លើក្បាលខ្ញុំទីបំផុតក៏ចង់រួចខ្ញុំក៏ដកដង្ហើមធំរួចងើបមុខឡើងចង់និយាយអ្វីម្យ៉ាងតែបែរជាប៉ះចំកែវភ្នែកខ្មៅងឹតរបស់គាត់ក្នុងភ្នែកមួយគូនេះកំពុងតែពុះកញ្ជ្រោលដោយអារម្មណ៍ដ៏ខ្លាំងក្លាហាក់ដូចជាកំពុងសង្កត់សង្កិនអ្វីម្យ៉ាងដែលស្ទើរតែលេបត្របាក់ខ្ញុំទៅហើយដូច្នេះខ្ញុំក៏ប្រញាប់អន់មុខចុះវិញទាំងភ័យស្លន់ស្លោតែបែរជាឃើញអ្វីម្យ៉ាងក្នុងចិត្តកាន់តែច្របូកច្របល់គ្រាន់តែលាបថ្នាំសោះហេតុអ្វីក៏ត្រូវខ្ញុំលេបទឹកមាត់មួយខ្សឺរួចសាកល្បងសួរទៅលូចឹងអានឹងតាលូចឹងក្រោកឈរឡើងភ្លាមមិនងាកក្រោយសំបីតែបន្តិចក៏ដើរចេញទៅខាងក្រៅធ្វើឲ្យខ្ញុំភ័យខ្លាំងក៏ស្រែកហៅពីក្រោយលូចឹងរបួសនឹងមិនអាចប៉ះទឹកបានទេណាលូចឹងក៏ឈប់ដើរមួយផ្លែតរួចក៏ដើរលឿនជាងមុនទៅទៀត
របួសនៅលើដៃរបស់លោកជឹងព្យាបាលបានប៉ុន្មានថ្ងៃហើយខ្ញុំក៏រៀនថែទាំគាត់ទាំងកាយវិការមិនសូវស្ទាត់ជំនាញចំណែកលោកជឹងវិញខ្ញុំបង្ខំមិនឲ្យគាត់ធ្វើអ្វីទាំងអស់ទាំងបដូរថ្នាំធ្វើម្ហូបរៀបចំបន្ទប់អ្វីផ្សេងទៀតគឺមិនអីទេម្ហូបដែលខ្ញុំធ្វើគឺពិតជាមើលមិនយល់មែនតែលោកជឹងតែងតែញ៉ាំវាអស់ពីចានដោយស្ងៀមស្ងាត់សូម្បីតែនំដែលខ្ញុំដុតខ្លោចក៏គាត់នៅតែអាចញ៉ាំវាបានដោយមិនប្រែពណ៌មុខខ្ញុំមានអារម្មណ៍ថាខុសបន្តិចដែរតែចេះតែចាញ់បោកគាត់បើមិនឆ្ងាញ់ទេកុំញ៉ាំអីណាចាំខ្ញុំទៅធ្វើមីឲ្យញ៉ាំវិញមិនមែនទេគឺឆ្ងាញ់ណាស់លោកជឹងពិតជាល្អខ្លាំងណាស់តែគាត់កាន់តែល្អបែបនេះភាពមិនសប្បាយចិត្តក្នុងចិត្តខ្ញុំក៏កាន់តែដោះស្រាយមិនចេញលោកហ្វឹងពិតជាមានមនុស្សក្នុងចិត្តមែនឬចុះហេតុអ្វីបានជាធ្វើល្អដាក់ខ្ញុំម្ល៉េះលោកសឹងទៅបាត់ហើយក៏ទៅឡើងភ្នំប្រមាញ់សัตว์ដូចសប្ដងខ្ញុំទំនេរគ្មានការធ្វើក៏គិតចង់រៀបចំផ្ទះសម្បែងបន្តិចក្រឡេកទៅឃើញបន្ទប់ដាក់របស់របរនៅក្បែរនោះជាតិមុនលោកសឹងបានដេកនៅក្នុងបន្ទប់នោះអស់3ឆ្នាំគិតទៅនោះវាមិនមែនជាកន្លែងសម្រាប់មនុស្សណីណាខ្ញុំក៏បត់ដៃអាវរួចចាប់ផ្ដើមរៀបចំបន្ទប់មិនធំទេតែពេញទៅដោយឧបករណ៍ប្រមាញ់សัตว์ហើយក៏មានស្បែកសัตว์និងអស្ដែលហាលស្ងួតខ្លះដែរទើបតែលើកកន្ត្រកអស្ឡើងក៏ឃើញប្រអប់ឈើចាស់មួយនៅពីក្រោមខ្ញុំក៏បើកមើលដោយចង់ដឹងឃើញថាខាងក្នុងសុទ្ធតែជាសៀវភៅរឿងនេះធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបន្តិចមិននឹកស្មានថាអ្នកប្រមាញ់ដូចជាលោកសឹងចេះអានសៀវភៅដែរខ្ញុំក៏រើសសៀវភៅពីរបីក្បាលមកមើលសន្លឹកសៀវភៅឡើងពណ៌លឿងអស់ហើយមើលទៅចាស់ណាស់ទៅហើយសុទ្ធតែជាសៀវភៅយុទ្ធសាស្ត្រសឹកខ្ញុំលែងចាប់អារម្មណ៍ក៏ដាក់ចុះវិញតែស្រាប់តែឃើញមានអ្វីមួយនៅចាំខ្ញុំស្រឡាំងកាំងភ្លាមបេះដូងលោតខុសចង្វាក់មួយរំពេចរូបគំនូរនេះច្បាស់ណាស់ថាជារូបខ្ញុំកាលពីប៉ុន្មានឆ្នាំមុនពេលដែលខ្ញុំមិនទាន់រៀបការតើលោកចឹងមានរូបគំនូរខ្ញុំកាលពីក្មេងបានដោយរបៀបណាដៃដែលកាន់ក្រដាសគំនូររបស់ខ្ញុំញ័រតិចក្នុងក្បាលខ្ញុំច្របូកច្របល់អស់ហើយគាត់មិនមែននិយាយថារឿងនេះគួរតែធ្វើជាមួយមនុស្សដែលខ្លួនស្រឡាញ់ទេតើមួយមនុស្សដែលគាត់ស្រឡាញ់នោះកំពុងតែស្រឡាំងកាំងស្រាប់តែសូរជើងដើរយ៉ាងធ្ងន់នៅមាត់ទ្វារគឺលោកចឹងត្រឡប់មកវិញហើយអ្នកកំពុងធ្វើអ្វីនៅខាងក្នុងសំឡេងរបស់លោកចឹងក៏ស្ងាត់ឈឹងភ្លាមនៅពេលដែលគាត់ឃើញរូបគំនូរក្នុងដៃខ្ញុំងើបមកមើលលោកចឹងទឹកមុខគាត់មើលទៅស្មុគស្មាញណាស់លោកចឹងនេះជារូបខ្ញុំមែនទេលោកចឹងសម្លឹងមើលក្រដាសនោះមុខគាត់ឡើងក្រហមមួយរំពេចរួចក៏ប្រែជាស្លេកស្លាំងខ្លាំងលោកចឹងមិនចេះកុហកទេខ្ញុំដកដង្ហើមធំមួយខ្យល់រួចក៏ដើរចូលទៅជិតមួយជំហានទៀតខ្ញុំចាប់ដៃលោកចឹងដៃគាត់លោកចឹងអ្នកក៏ស្រឡាញ់ខ្ញុំដែរមែនទេម្រាមដៃស្រលូនរបស់លោកចឹងបានអង្អែលថ្ពាល់ខ្ញុំតិចខ្ញុំផ្អែកក្បាលលើទ្រូងគាត់រួចរោថាដូចដែលខ្ញុំស្រឡាញ់អ្នកក៏ស្រឡាញ់ខ្ញុំដែរមែនទេបេះដូងរបស់លោកចឹងស្រាប់តែលោតញាប់គាត់ចាប់កដៃខ្ញុំយ៉ាងរហ័សសំឡេងគាត់ស្ដាប់ទៅហាក់ដូចជាប្រញាប់ប្រញាល់ណាស់ខ្ញុំស្ដាប់មិនសូវច្បាស់ទេមិនអ្នកនិយាយខ្ញុំអាចជើងឡើងទៅថាបបោមាត់គាត់មួយខ្សឺដើម្បីកុំឲ្យគាត់និយាយបន្តទៀតរួចនិយាយថាខ្ញុំស្រឡាញ់អ្នកលោកចឹងព្រិចភ្នែកយឺតក្នុងភ្នែកគាត់ពោពេញដោយក្តីរីករាយដែលស្ទើរតែហូរចេញមកហើយប៉ុន្តែគាត់បែរជាខំទប់វាទប់ទៅវិញគាត់បែរមុខចេញរួចនិយាយដោយសំឡេងស្អប់ថាលីនវ៉ាន់អ្នកមិនបាច់កុហកខ្ញុំទេខ្ញុំបើកភ្នែកធំកំហឹងក៏ផ្ទុះឡើងក្នុងចិត្តភ្លាមមនុស្សម្នាក់នេះកាត់អីហ្នឹងហេតុអ្វីបានជាមិនព្រមជឿខ្ញុំសោះខ្ញុំបង្ខំឲ្យលោកចឹងបែរមុខមកវិញរួចនិយាយយ៉ាងម៉ឺងម៉ាត់ថាលោកចឹងខ្ញុំមិនបានកុហកអ្នកទេខ្ញុំគ្រាន់តែចូលចិត្តអ្នកគឺចង់នៅជាមួយអ្នករហូតចង់ឲ្យអ្នកថាបខ្ញុំអោបខ្ញុំនិយាយមិនទាន់ចប់ផងលោកចឹងក៏ភ័យស្លន់ស្លោយកដៃមកខ្ទប់មាត់ខ្ញុំក៏ឆ្លៀតឱកាសខាំមួយខាំពេញទំហឹងខាំមួយនេះគឺមិនបានដកកម្លាំងទេតែលោកចឹងមិនទាំងជ្រួញចិញ្ចាមបន្តិចសោះគ្រាន់តែឈោមើលខ្ញុំទាំងងឿងឆ្ងល់មួយសន្ទុះក្រោយមកគេក៏ញឹមបន្តិចបង្ហាញស្នាមញឹមដ៏ល្ងងខ្លៅមួយអ្នកចូលចិត្តខ្ញុំមែនទេគេក៏ឈប់បន្តិចរួចនិយាយដែរថាអ្នកចូលចិត្តខ្ញុំមែនទេឃើញគេធ្វើមុខបែបនេះខ្ញុំក៏ទប់សំណើចមិនបានក៏សាច់ចេញមករុញដៃគេចេញខ្ញុំក៏អបគេរួចខ្សឹបនៅក្បែរត្រចៀកគេថាអឹមលីងឡានចូលចិត្តលោកចឹងចូលចិត្តខ្លាំងបំផុតវាចាប់ផ្ដើមដុះពន្លកតាំងពីពេលដែលខ្ញុំមិនទាន់ដឹងខ្លួនផងរហូតមកដល់ពេលនេះវាបានក្លាយជាដើមឈើដ៏ធំមួយទៅហើយក្រោយពីយល់ចិត្តគ្នាហើយក្រោមការសួរដេញដោលរបស់ខ្ញុំលោកចឹងទៅព្រមប្រាប់ពីមូលហេតុដែលគេតែងតែឃ្លាតឆ្ងាយពីខ្ញុំឪពុករបស់ខ្ញុំគឺលោកគ្រូលីនគាត់ចាត់ទុកកាលពីមុនឪពុករបស់លោកចឹងធ្លាប់បានជួយសង្គ្រោះជីវិតគាត់ម្ដងឪពុកចង់យកមាសប្រាក់ទៅតបស្នងប៉ុន្តែឪពុករបស់លោកចឹងបដិសេធដាច់ខាតដូច្នេះហើយទើបមានការដណ្ដឹងគ្នារវាងត្រកូលលីននិងត្រកូលលូកាលនោះឪពុករបស់លោកចឹងគ្រាន់តែជាមេកងមួយរូបប៉ុន្តែគាត់មានសមត្ថភាពខ្លាំងណាស់បើទុកពេលឲ្យគាត់បន្តិចទៀតគាត់ប្រកាសជាអាចធ្វើការធំបានមិនខានដូច្នេះហើយការដណ្ដឹងគ្នានេះបាននិយាយឲ្យចំទៅគឺជាគម្រោងការរបស់ឪពុកខ្ញុំតែគាត់នឹកស្មានមិនដល់ថាឪពុករបស់លោកចឹងមិនបានស្លាប់ដោយសារសត្រូវទេតែបែរជាស្លាប់ដោយសារល្បិចកលរបស់មនុស្សគ្នាឯងទៅវិញម្ដាយរបស់លោកចឹងសោកសៅខ្លាំងណាស់រហូតធ្លាក់ខ្លួនឈឺមិនអាចក្រោកបានមុនពេលដាច់ខ្យល់គាត់ថែមទាំងបានហាមឃាត់កូនប្រុសមិនឲ្យចូលបម្រើកងទ័ពជាដាច់ខាតទោះជាយ៉ាងនេះក្តីដើម្បីរក្សាសច្ចភាពឪពុកខ្ញុំនៅតែចង់ឲ្យរៀបការដែលកូនស្រីទី3ត្រកូលលីងបងស្រីច្បងមានចិត្តល្អនិងសុភាពរាបសារត្រូវបានគេដណ្ដឹងពេលអ្នកអាយុ16ឆ្នាំឪពុកបានរៀបការអ្នកជាមួយលោកចឹងលោកគ្រូលីងមានគេឈ្មោះល្បីល្បាញថាជាមនុស្សនិយាយពាក្យណាគឺពិតពាក្យហ្នឹងសូម្បីតែព្រះមហាក្សត្រក៏កោតសរសើរដែរឆ្នាំដែលអ្នកពេញវ័យខ្ញុំបានទទួលការអញ្ជើញពីលោកគ្រូលីងទៅកាន់រាជធានីហើយក៏បានជួបអ្នកលូចឹងអន់មុខចុះក្នុងសម្លេងមានភាពទន់ភ្លន់បន្តិចថាអ្នកស្អាតណាស់នារីទូទាំងគោបុកបញ្ចូលគ្នាក៏មិនស្មើអ្នកបាន3ចំណែកដែរខ្ញុំស្ដាប់ហើយក៏ឡើងមុខក្រហមរអ៊ូថាបើបែបនេះមែនចុះហេតុអ្វីបានជាអ្នកនៅតែរុញខ្ញុំចេញម្ដងហើយម្ដងទៀតលូចឹងសម្លឹងមកខ្ញុំហើយញឹមដោយអស់សង្ឃឹមថាព្រោះបងប្រុសអ្នកប្រាប់ខ្ញុំថាអ្នកនឹងគាត់ស្រឡាញ់គ្នាខ្លាំងណាស់តាមពិតជាគូនឹងគ្នាគឺខ្ញុំនេះឯងដែលជាមនុស្សឋានៈទាបថោកបានបង្ខំចិត្តបំបែកអ្នកទាំងពីរខ្ញុំក៏ចាប់ដៃអោលូចឹងយ៉ាងខ្លាំងហើយសួរថាលីងឆាងឈីងមែនទេដែលនិយាយបែបនេះដាក់អ្នកលូចឹងមកក្បាលដោយសោកសៅខ្ញុំធ្លាប់ទៅសុំលោកគ្រូលីងដើម្បីនិយាយមាត់ទេអត់បានការទេខ្ញុំក៏កម្រាមដៃខ្ទប់មាត់លូចឹងហើយនិយាយយ៉ាងម៉ឺងម៉ាត់ថាលីងឆាងឈីងគេនិយាយផ្ដេសផ្ដាស់ទេខ្ញុំជាមួយគេមិនដែលតាក់ទងគ្នាអីទេគឺគេនឹងហើយដែលមិនព្រមដាក់ចិត្តពីខ្ញុំប៉ាខ្ញុំគាត់អត់មានកូនប្រុសទេគ្មានជំរឿសក៏យកក្មេងប្រុសម្នាក់ពីសាច់ញាតិមកចិញ្ចឹមគឺលីងឆាងឈីងនឹងឯងគេធ្វើជាក្មេងល្អនៅចំពោះមុខប៉ាខ្ញុំតែតាំងពីខ្ញុំធំឡើងមកគេតែងតែរកឱកាសនិយាយពាក្យផ្អែមល្ហែមមិនច្បាស់លាស់ដាក់ខ្ញុំដឹងថាគេមានចិត្តលើខ្ញុំតែខ្ញុំពិតជាមិនចូលចិត្ត
រិតគេបែបនេះសោះមិនដែលធ្វើមុខល្អដាក់គេម្ដងណាទេចំណែកអាម្នាក់ដែលធ្វើជាចៅភ្នំការពីជាតិមុនក៏ជាគេដែរខ្ញុំមិនភ្លេចទេភ្នែករបស់គេដែលគួរឲ្យស្អប់ខ្ពើមបំផុតនោះខ្ញុំខំប្រឹងទប់អារម្មណ៍ខ្លួនឯងរួចចាប់ដៃលោកជឹងហើយនិយាយខ្សឹបថាលោកជឹងអ្វីដែលខ្ញុំនឹងនិយាយបន្តទៀតនេះវាអាចនឹងស្ដាប់ទៅមិនគួរឲ្យជឿតែសូមអ្នកជឿជាក់លើខ្ញុំលោកជឹងងក់ក្បាលដោយមិនស្ទាក់ស្ទើរខ្ញុំដកដង្ហើមធំមួយខ្យល់រួចក៏រៀបរាប់រឿងរ៉ាវដែលបានកើតឡើងកាលពីជាតិមុនឲ្យគេស្ដាប់លោកសឹងស្ដាប់ខ្ញុំនិយាយចប់គាត់នៅស្ងៀមយូរណាស់ពន្លឺក្នុងបន្ទប់ចាប់ផ្ដើមស្រអាប់បន្តិចម្ដងកំហឹងរបស់លោកសឹងក៏កាន់តែខ្លាំងឡើងគួរឲ្យខ្លាចគាត់សម្លាប់អ្នកលោកសឹងនិយាយដោយសំឡេងត្រជាក់ស្រេបខ្ញុំមិនទុកគាត់ឲ្យនៅសុខទេខ្ញុំភ័យក្នុងចិត្តក៏ចាប់ដៃគាត់ជាប់លោកសឹងឥឡូវលីងឆាងឈៀងកំពុងនៅរាជធានីហើយលោកប៉ាខ្ញុំទុកចិត្តគាត់ខ្លាំងណាស់តើយើងត្រូវធ្វើម៉េចទៅជាតិមុនលីងឆាងឈៀងក៏បែបនឹងដែរគាត់អាងតែលោកប៉ាទុកចិត្តក៏កាន់តែធ្វើអ្វីតាមចិត្តខ្លួនឯងលោកសឹងសម្លឹងមកខ្ញុំដោយភ្នែកខ្មៅងឹតក្នុងភាពងឹតហើយនិយាយដោយស្ងប់ស្ងាត់ថាវ៉ាន់ពុះពីទូកាច់យ៉ាងណាក៏ពេលងាប់ទៅវាក៏ខំនរណាមិនកើតដែរខ្ញុំយល់ពីន័យរបស់លោកសឹងគាត់ចង់សម្លាប់លីងឆាងឈៀងដែលត្រូវនឹងគំនិតខ្ញុំដែរខ្ញុំក៏ងក់ក្បាលល្អលោកសឹងក្តាប់ដៃខ្ញុំជាប់ហើយនិយាយថាវ៉ាន់កុំខ្លាចអីអ្វីមានខ្ញុំនៅទីនេះខ្ញុំក៏ឆ្លើយតបរួចផ្អែកមានលោកលូហ្សេងនៅទីនេះខ្ញុំមិនខ្លាចអ្វីទាំងអស់ប៉ុន្មានថ្ងៃក្រោយមកខ្ញុំក៏យកលេសថាចង់ទៅលេងផ្ទះក៏សរសេរសម្បត្តិផ្ញើទៅលោកឪពុកក៏ឆ្លើយតបមកវិញយ៉ាងលឿនសម្ដីក្នុងសម្បត្តិពោពេញដោយភាពរីករាយដែលឃើញខ្ញុំចេះដឹងការងារហើយក៏អនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅផ្ទះវិញមុនពេលចេញដំណើរលោកលូហ្សេងបានរៀបចំគ្រប់យ៉ាងក្នុងផ្ទះឲ្យខ្ញុំយ៉ាងរៀបរយខ្ញុំមើលគាត់ជូតកាំបិតប្រមាញ់ដែលគាត់តែងតែប្រើរហូតភ្លឺភ្លេចរួចគាត់ក៏បេខ្ញុំឡើងលើខ្នងសេះយ៉ាងទន់ភ្លន់គាត់រុំអាបក្រោះឲ្យខ្ញុំហើយពួកយើងក៏ធ្វើដំណើរទៅកាន់រាជធានីត្រឡប់ទៅផ្ទះត្រកូលលេងវិញលោកឪពុកឃើញខ្ញុំត្រឡប់មកវិញក៏បង្ហាញស្នាមញឹមដែលកំងនឹងឃើញនៅលើមុខដ៏តឹងរឹងរបស់គាត់វ៉ាន់មើលចុះកូនស្គមទៅហើយលេងឆេងហេងឈរនៅក្បែរនោះនៅតែមានកិរិយាមារយាទសុភាពរៀបសារដែលប្អូនស្រីធ្វើដំណើរផ្លូវឆ្ងាយច្បាស់ជាហត់នឿយហើយបងបានឲ្យគេរៀបចំបង្អែមដែលប្អូនចូលចិត្តទុកឲ្យហើយខ្ញុំអន់មុខលោកលូចឹងដើរតាមក្រោយខ្ញុំគាត់ស្ងៀមស្ងាត់ណាស់គ្រាន់តែពេលដែលក្រសែភ្នែករបស់លីងឆាងឈៀងសម្លឹងមកលើខ្ញុំទើបគាត់ងើបភ្នែកឡើងបន្តិចក្នុងក្រសែភ្នែកមានភាពត្រជាក់ស្រេបលោកប៉ាមានអាកប្បកិរិយាមិនសូវជាស្និទ្ធស្នាលប៉ុន្មានទេចំពោះលូចឹងតែគាត់ក៏នៅតែមានការគោរពដែរពេលអាហារពេលល្ងាចលីងឆាងឈៀងតែងតែដួសម្ហូបឲ្យខ្ញុំញឹកញាប់ហើយពាក្យសម្ដីរបស់គាត់ពោពេញដោយក្តីបារម្ភប្អូនស្រីអូនត្រឡប់មកលើកនេះត្រូវតែនៅលេងឲ្យបានយូរបន្តិចណាក្នុងផ្ទះយើងយូរហើយដែលមិនសូវមានភាពអ៊ូអរបែបនេះខ្ញុំញឹមតបទៅវិញថាបងប្រុសនិយាយរើហើយខ្ញុំក៏នឹកលោកប៉ានិងបងប្រុសខ្លាំងណាស់ដែរក្នុងពេលញ៉ាំអាហារខ្ញុំធ្វើជានិយាយដោយចៃដន្យថាមិញនេះពេលនៅតាមផ្លូវខ្ញុំគេនិយាយថាផ្កាភ្លាមក្រហមនៅភ្នំខាងលិចក្រៅក្រុងកំពុងរីកស្អាតណាស់ទេសភាពក៏ល្អដែរមិនដឹងថាបងប្រុសមានពេលទំនេរទេអត់ជូនខ្ញុំទៅមើលផ្កាដើរលេងបន្តិចបានទេលីងឆាងឈៀងឬបែបនេះក្នុងភ្នែកក៏ភ្លឺបានហើយទៅហើយបងថ្លៃនិងប្អូនថ្លៃទៅតើប្អូនថ្លៃចង់ទៅជាមួយគ្នាដែរឬទេលូចឹងនិយាយដោយទឹកមុខស្ងប់ស្ងាត់ថាខ្ញុំជាមនុស្សក្រោតក្រៀតគេធ្វើឲ្យខូចកេរ្តិ៍ឈ្មោះអ្នកហើយដូច្នេះខ្ញុំមិនទៅទេលីងឆាងឈៀងក៏សើចកាន់តែរីករាយជ្រាបពេលដែលអ្នកអតីមិនចាប់អារម្មណ៍ក៏ខ្សឹបនៅក្បែរត្រចៀកថាមើលទៅក្រោយពីប្អូនស្រីបកស្រាយរួចក៏គិតបានច្រើនណាស់ដៃខ្ញុំដែលកាន់ចង្កេះក៏ក្តាប់ណែនរួចក៏បន្ធូរអារម្មណ៍វិញហើយនិយាយដោយសំឡេងស្រទន់ថាពិតណាស់តតែចេញពីផ្ទះទើបដឹងថាបងប្រុសល្អយ៉ាងណាពេលយប់ត្រឡប់មកក្នុងបន្ទប់វិញលូចឹងកំពុងតែពិតកាំបិតប្រមាញ់របស់គាត់លូចឹងខ្ញុំដើរទៅក្បែរគាត់ថ្ងៃស្អែកនេះជាឱកាសល្អណាស់សកម្មភាពដែលគាត់កំពុងជូតក៏ឈប់ងក់ងើបមុខមើលមកខ្ញុំភ្នែកគាត់មើលទៅហាក់មានរឿងក្នុងចិត្តលីងឆាងឈីម្នាក់នេះក្រអឺតក្រទុំហើយចូលចិត្តស្រីញីថ្ងៃស្អែកបើគាត់ទៅភ្នំស៊ីសានជាមួយខ្ញុំគាត់ប្រកាសជាមិននាំអ្នកតាមច្រើនទេខ្ញុំឈប់បន្តិចរួចបន្ថយសំឡេងថាលោកចឹងសន្យាភ្លាមរួចក៏អែថ្ពាល់ខ្ញុំថ្នមថាបងនឹងការពីអូនកុំខ្លាចអីណាខ្ញុំផ្អែកលើទ្រូងគាត់រួចញឹមបន្តិចខ្លាចអីទៅតាមពិតទៅខ្ញុំទន្ទឹងរង់ចាំវាទៀតផងថ្ងៃបន្ទាប់អាកាសធាតុល្អខ្ញុំក៏ស្លៀកពាក់ឈុតពណ៌ស្រស់ឆើតឆាយហើយបំពាក់ក្បិនរូបពីងលើសក់ពេលលីងឆាងឈៀងឃើញខ្ញុំគាត់សម្លឹងមើលខ្ញុំដោយភាពភ្ញាក់ផ្អើលស្ទើរតែលាក់មិនចិត្តប្អូនស្រីថ្ងៃនេះពិតជាស្រស់ស្អាតខ្លាំងណាស់ខ្ញុំក៏ញឹមតបបន្តិចពេលឡើងរទេះសេះតាមគាត់លីងឆាងឈៀងពិតជាយកអ្នកបម្រើមកតែ2នាក់ប៉ុណ្ណោះផ្លូវឡើងភ្នំរដិបរដប់ឃើញផ្កាភ្លាមក្រហមរីប៉ាយមើលទៅក៏មានទេសភាពស្អាតម្យ៉ាងដែរលីងឆាងឈៀងនិយាយមិនឈប់តាមផ្លូវខ្ញុំក៏ញឹមតបទៅវិញដោយលួចសង្កេតមើលជុំវិញលួនដោយមិនឲ្យគាត់ដឹងពេលទៅដល់ជ្រលងភ្នំមួយកន្លែងនេះមានព្រៃផ្កាភ្លាមដុះក្រាស់ខ្មឹកហើយស្ងាត់ជ្រុងគ្មានមនុស្សប្អូនស្រីអូនមើលចុះផ្កាភ្លាមដើមនេះរីកស្អាតខ្លាំងណាស់លីនឆាងឈៀងចង្អុលទៅដើមផ្កាភ្លាមពណ៌ក្រហមដែលកំពុងរីកស្គុះស្គីនៅខាងមុខរួចងាកមកញឹមដាក់ខ្ញុំក្នុងភ្នែកពោពេញដោយភាពអន្ទះសារគាត់លូកដៃមកកាន់ខ្ញុំផ្លើភ្នំវាសាមរអិលខ្ញុំនឹងជួយគ្រីអ្នកទៅទឹកមុខគាត់ប្រែជាស្លេកស្លាំងក្មេងបម្រើ2នាក់ក៏ដើរចេញទៅទាំងមិនដឹងខ្លួនលីនឆាងឈៀងក៏លែងមានអ្វីត្រូវខ្លាចទៀតហើយប្អូនស្រីទី3ឲ្យការឲ្យទៅមនុស្សថោកទាបបែបនោះតើប្អូនលំបាកខ្លាំងណាស់មែនទេតែអ្នកណាឲ្យប្អូនមិនស្ដាប់បង្គាប់មិនព្រមព្រៀងនឹងបងទៅតែពេលនេះបើប្អូនគិតយល់ក៏នៅមិនទាន់ហួសពេលដែរគាត់និយាយបណ្ដាលក៏ព្យាយាមមកចាប់ដៃខ្ញុំបណ្ដាលខ្ញុំកំពុងតែហៀបនឹងមាត់ស្រាប់តែសំឡេងអ្វីម្យ៉ាងបន្លឺឡើងក្នុងព្រៃទឹកមុខលីនឆាងឈៀងក៏ប្រែប្រួលភ្លាមអ្នកណាគេនឹងសំដីមិនទាន់ដាច់ពីមាត់ផងស្រមោលខ្មៅមួយដូចជាខ្មោចព្រីបេសាចលោតចេញពីក្នុងព្រៃពន្លឺត្រជាក់ស្រេបមួយភ្លេចចេញពីដៃរបស់គេឆ្ពោះទៅរកលីនឆាងឈៀងស្រែកឡើងដោយភាពភ័យខ្លាចលីនឆាងឈៀងឃើញបែបនេះក៏ភ័យស្លន់ស្លោរួចក៏បែកក្នុងរត់បាត់លូចឹងតើឲ្យឱកាសគេដែរគាត់ក៏ស្ទុះទៅមុខយ៉ាងលឿនហើយយកកាំបិតទៅផ្អឹបនឹងរបស់គេសុំទោសសុំជីវិតផងលីងចាំងឈៀងជើងទុនអស់រួចក៏ដួលទៅលើដីសំឡេងញ័រញាក់ស្ទើរតែនិយាយមិនចេញពូកែឲ្យសុំជីវិតផងត្រូវការប្រាក់ប៉ុន្មានខ្ញុំឲ្យទាំងអស់មែនហើយនាងម្នាក់នៅក្បែរនោះជាកូនស្រីត្រកូលលីងនៅរាជធានីបើពូកែចង់បានយកនាងទៅចុះខ្ញុំមិនមាត់មួយម៉ាត់ទេពាក្យសម្ដីមិនទាន់ផុតពីមាត់ផងដៃរបស់គេក៏ត្រូវកាប់មួយដាវឈាមហូរពេញដីខ្ញុំកាន់កាំបិតរួចសាយតិចឯងពិតជាបងប្រុសដ៏ល្អរបស់ខ្ញុំមែនណាលីងចាំងឈៀងស្រែកធ្ងោទាំងឈឺចាប់រួចសម្លឹងមកខ្ញុំដោយកំហឹងលីងវ៉ាន់គឺឯងមែនទេគឺខ្ញុំហើយខ្ញុំសម្លឹងមើលគេដោយត្រជាក់ស្រេកជាតិមុនឯងសម្រាប់លូចឹងហើយសម្រាប់ខ្ញុំរឿងនេះថ្ងៃនេះយើងត្រូវតែគិតគូរឲ្យច្បាស់ឯង
ឯងនិយាយស្អីខ្ញុំមិនលោកឪពុកមិនលើកលែងឲ្យអ្នកទាំងឡាយទេបើអ្នកហ៊ានសម្លាប់ខ្ញុំក៏ព្រិចភ្នែកហើយនិយាយដោយគ្មានកំហុសថាតើវាអាចទៅរួចយ៉ាងម៉េចទៅពួកចៅភ្នំទូយូសំណាងហើយដែលបងប្រុសសុកចិត្តលះបង់ជីវិតការពារខ្ញុំទើបអាចជួយពន្យាពេលរងចាំលោកឪពុកមកជួយបានទោះបីលោកឪពុកនឹងសោកសៅប៉ុន្តែត្រកូលជីយីងក៏គ្មានវិធីអ្វីដែរលីងឆាំងឈីងសម្លឹងមកខ្ញុំមិនដាក់ភ្នែកក្នុងភ្នែកដែលខ្ញុំធ្លាប់ស្អប់ខ្ពើមបំផុតនោះពេលនេះពោពេញដោយកំហឹងនិងភាពងឿងឆ្ងល់គាត់ប្រហែលជាស្លាប់ទៅក៏មិនយល់ដែរថាហេតុអ្វីបានជាខ្ញុំស្អប់គាត់ខ្លាំងម្ល៉េះហើយគាត់ក៏មិនចាំបាច់យល់ដែរកាំបិតរបស់លូជឹងបានកាត់យ៉ាងរហ័សឈាមក៏ហូរចេញមកប្រឡាក់ផ្កាភ្លាមពណ៌ក្នុងបំពង់របស់លីងឆាំងឈីងបញ្ចេញសម្លេងហឺភ្នែករបស់គាត់បើកធំសម្លឹងមកខ្ញុំចំគាត់ស្លាប់ដោយមិនអស់ចិត្តខ្ញុំមើលគាត់ដោយស្ងៀមស្ងាត់រហូតដល់គាត់ដាច់ខ្យល់ស្លាប់លូជឹងដើរមកក្បែរខ្ញុំហើយអង្អែលភ្នែកខ្ញុំថ្នមខ្ញុំក៏ផ្អែកមុខចូលទៅក្នុងទ្រូងការប្រកួតបានបញ្ចប់ហើយពេលដែលក្មេងបម្រើទាំងពីរអ្នកភ្ញាក់ឡើងគេឃើញពួកយើងកំពុងតែយំខ្សឹកខ្សួលនៅក្នុងរង្វង់ដៃរបស់លូជឹងឯនៅក្បែរខ្លួនយើងវិញគឺសាកសពរបស់លីងឆាំងឈីងដែលស្លាប់យ៉ាងអាណោចអាធរអព្រះឲ្យអ្នកនាងលោកប្រុសគាត់យើងដកដង្ហើមធំមួយខ្សឺយើងក៏និយាយទាំងសោកសៅថាពួកចៅភ្នំវាសាហាវខូខើណាស់បងប្រុសការពីយើងទៅត្រូវស្លាប់បើមិនមែនព្រោះតែលោកឪពុកមកតាន់ពេលទេខ្លាចថាខ្លួនយើងក៏លូចឹងឬដូច្នេះក៏អបយើងកាន់តែណែនពួកក្មេងបម្រើភ័យខ្លាចស្ទើរតែស្លាប់ទៅហើយតែដោយសារតែយើងបញ្ជាទើបពួកវាខំប្រឹងញ័រជើងជញ្ជូនសាកសពរបស់លីងឆាំងឈីងចុះពីលើភ្នំពេលត្រឡប់មកដល់ភូមិគ្រឹះវិញមេឃក៏ងឹតបាត់ទៅហើយពេលដែលគេសែងសាកសពរបស់លីងឆាំងឈីងចូលមកក្នុងសាលខាងមុខលោកឪពុកកំពុងតែអង្គុយផឹកតែនៅកៅអីប្រធានឃើញបែបនេះពេលតែនៅក្នុងដៃគាត់ក៏ធ្លាក់ចុះមកលើដីបែកខ្ទេចខ្ទីអស់នេះវាមានរឿងអ្វីទៅយើងក៏លុតជង្គង់ចុះលោកចឹងក៏លុតជង្គង់ចុះដែរសម្លេងស្ងាត់ថាលោកពុកកូនពិតជាគ្មានសមត្ថភាពមែនដែលមិនអាចមកទាន់ពេលដើម្បីជួយសង្គ្រោះបងថ្លៃបានលោកពុកដើរជើងត្រេតត្រូលពីរបីជំហានត្រូវអ្នកមើលការខុសត្រូវផ្ទះជួយទប់ទើបអាចឈរបាននឹងណូគាត់មើលទៅសាកសពរបស់លីងឆាំងឈីងដែលស្លាប់ដោយមិនដឹងមូលហេតុទឹកភ្នែកក៏ហូរស្រក់ចុះមកកូនឲ្យតើវាជាពួកចោរព្រៃមួយណាទៅដែលហ៊ានធ្វើរឿងខុសខើបែបនេះគាត់ងាកក្បាលមកសម្លឹងមើលលោកចឹងយ៉ាងមុតស្រួចលោកចឹងឯងមានក្បាច់គុណខ្លាំងពូកែម្លេះមិនក៏មើលមិនដឹងថាពួកចោរភ្នំទាំងនោះមកពីណាលោកចឹងអន់ក្បាលចុះឆ្លើយថាពួកចោរភ្នំទាំងនោះពាក់ម៉ាស់បិទមុខដៃជើងវាសាហាវណាស់ហើយក្បាច់គុណក៏គ្មានរបៀបរៀបរយដែរទើបមើលមិនដឹងថាវាជាកូនសិស្សមកពីណាខ្ញុំយំហើយនិយាយបន្ថែមថាលោកពុកពួកចោរភ្នំទាំងនោះសាហាវខ្លាំងណាស់បើមិនមែនដោយសារស្វាមីមកតាន់ពេលទេកូនស្រីប្រហែលជាលោកពុកមើលមកខ្ញុំរួចមើលទៅលោកចឹងវិញហើយក៏ដកដង្ហើមធំមួយខ្យល់ហើយរឿងនេះប៉ានឹងស៊ើបអង្កេតឲ្យដល់ទីបំផុតត្រូវតែសម្លាប់ពួកចោរទាំងនោះឲ្យបានដើម្បីសងសឹកឲ្យកូនប៉ុន្មានថ្ងៃបន្ទាប់មកក្នុងផ្ទះត្រកូលលីនទាំងមូលគឺពោពេញទៅដោយភាពសោកសៅលោកប៉ាបានចាត់មនុស្សជាច្រើនអ្នកឲ្យទៅតាមរកក្រុមចោរភ្នំដែលគេនិយាយនោះតែរកមិនឃើញអ្វីសោះគាត់មើលទៅហត់នឿយខ្លាំងណាស់ហើយចំពោះខ្ញុំនិងលូចឹងវិញគាត់ក៏លែងសូវរាក់ទាក់ដូចមុនដែរហាក់ដូចជាខឹងសម្បាមកលើពួកយើងយប់នោះខ្ញុំក៏ខ្សឹបប្រាប់លូចឹងថាដល់ពេលត្រូវធ្វើសកម្មភាពហើយលូចឹងងក់ក្បាលហើយក៏លូចចូលទៅក្នុងបន្ទប់ធ្វើការរបស់លីនឆាំងឈីងយ៉ាងស្ងៀមស្ងាត់ដូចជាស្រមោលមិនដល់មួយសន្ទុះផងគាត់ក៏ត្រឡប់មកវិញក្នុងដៃកាន់ប្រអប់ឈើចាន់តូចមួយវ៉ាន់វ៉ាអនអ្វីទាំងអស់គឺនៅក្នុងនេះហើយខ្ញុំក៏ទទួលយកប្រអប់នោះមកបើកមើលខាងក្នុងមានសម្បត្តិមួយចំនួនដែលជាភស្តុតាងបង្ហាញថាលីនឆាំងឈីងបានខុបខិតជាមួយមន្ត្រីក្នុងរាជការដើម្បីកេងប្រវ័ញ្ចលុយកាក់ដោយប្រើឈ្មោះលោកប៉ាខ្ញុំក៏សើចចំអកក្នុងចិត្តនេះហើយគេហៅថាធ្វើអំពើអាក្រក់ត្រូវតែទទួលកម្មព្រឹកឡើងខ្ញុំក៏លើកទឹកស៊ុបយិនសិនទៅលោកឪពុកចាប់តាំងពីបងប្រុសមានរឿងមកលោកឪពុកហត់នឿយទាំងយប់ទាំងថ្ងៃថែរក្សាសុខភាពផងពីសារទឹកស៊ុបយិនសិននេះលោកឪពុកទទួលយកទឹកស៊ុបយិនសិនទឹកមុខនៅតែមិនស្រស់ថ្លាពួកអ្នកធ្វើការមិនបានការទាំងនោះស៊ើបអង្កេតយូរហើយតែរោគស្រមោលចោលប្លន់មិនឃើញសោះខ្ញុំធ្វើជាព្រួយបារម្ភហើយសួរថាលោកឪពុកចុះបើពួកចោលប្លន់នោះមិនមែនជាចោលធម្មតាវិញបងប្រុសធ្លាប់មានគំនុំជាមួយអ្នកណាដែរឬទេលោកឪពុកជ្រួញចិញ្ចាំឆាំងឈីងតែងតែធ្វើល្អជាមួយអ្នកដទៃចុះហេតុអ្វីបានជាមានគំនុំធំដុំបែបនេះទៅវិញខ្ញុំដកដង្ហើមធំក៏មិនដែរគ្រាន់តែប៉ុន្មានថ្ងៃនេះកូនគិតយ៉ាងល្អិតល្អន់ម្ដងទៀតតែងតែមានអារម្មណ៍ថាពួកចោលថ្ងៃនោះគឺតម្រង់ទៅរកបងប្រុសតែម្ដងយល់ថាលោកឪពុកបានប្រគល់ការងារខ្លះឲ្យបងប្រុសធ្វើចុះបើបងប្រុសចាប់បានចំណុចខ្សោយរបស់អ្នកដទៃទើបត្រូវគេសម្លាប់បំបិទមាត់លោកឪពុកក៏ដូច្នេះក្រសែភ្នែកក៏មុតស្រួចឡើងគាត់ហាក់ដូចជានឹកឃើញរឿងអ្វីមួយដាក់ទឹកស៊ុបចុះហើយក្រោកឈរភ្លាមទៅតោះទៅមើលបន្ទប់របស់ឆាំងឈីងខ្ញុំមកដល់បន្ទប់សៀវភៅរបស់លឹងឆាំងឈីងឪពុកបានបញ្ជាឲ្យអ្នកបម្រើចេញទៅអស់ហើយគាត់ក៏រុកនៅលើធ្នើសៀវភៅដោយខ្លួនឯងខ្ញុំក៏ធ្វើជាជួយរៀបចំហើយធ្វើដូចជាអត់ដឹងខ្លួនក៏រុញប្រអប់ឈើចាន់នោះឲ្យធ្លាក់ពីលើគំនូសៀវភៅអុយប្រអប់នោះធ្លាក់ទៅលើដីសម្បត្តិខាងក្នុងរីប៉ាយពេញដីធ្វើឲ្យឪពុកងាកមកមើលភ្លាមគាត់អោនចុះរើសម្បត្តិពីរបីច្បាប់មើលកាន់តែយូរមកគាត់កាន់តែស្លេកស្លាំងហើយដៃគាត់ចាប់ផ្ដើមញ័រពេលគាត់លើកសៀវភៅនោះមកមើលទើបតែបើកបានពីរបីទំព័រគាត់ក៏ខឹងខ្លាំងរហូតខ្លួនញ័រត្រូវហើយគប់សៀវភៅនោះទៅលើដីយ៉ាងខ្លាំងអាមនុក្បត់ឪពុកចង្អុលទៅរបស់នៅលើដីខឹងខ្លាំងរហូតនិយាយមិនចេញត្រកូលឡើងយើងហេតុអ្វីបានជាមានកូនចៅអប្រិយបែបនេះទៅវិញគាត់មើលទៅភស្តុតាងទាំងនោះកំហឹងនឹងភាពសោកសៅចំពោះការស្លាប់របស់លឹងឆាំងឈីងពីមុនពេលនេះប្រែទៅជាការខកចិត្តទាំងស្រុងមួយសន្ទុះធំគាត់ក៏អង្គុយចុះលើកៅអីទាំងអស់បញ្ជីចុះទៅសម្លេងរបស់លោកឪពុកស្អប់ស្អាប់ណាស់លោកថាឲ្យប្រាប់គេថាចាំងឈីងជួបគ្រោះថ្នាក់អកុសលហើយរៀបចំពិធីបុណ្យសពសាមញ្ញទៅចុះចំណែករឿងតាមរោគឃាតករគឺបញ្ចប់ត្រឹមនឹងទៅខ្ញុំអោនមុខចុះលាក់ស្នាមញឹមបន្តិចបន្តួចនៅមាត់ទីបំផុតលោកឪពុកក៏ជ្រើសរើសរក្សាកេរ្តិ៍ឈ្មោះត្រកូលលីងធ្វើបែបនេះការស្លាប់របស់លីងចាំងឈីងក៏លែងមានរឿងអ្វីកើតឡើងទៀតហើយដើម្បីកុំឲ្យលោកឪពុកសង្ស័យពួកយើងទាំងពីរនាក់ក៏ស្នាក់នៅរាជធានីមួយខែទៀតទើបលាត្រឡប់ទៅវិញពេលធ្វើដំណើរពួកយើងជិះសេះយ៉ាងលឿនតែពេលត្រឡប់វិញមិនប្រញាប់ទេលូចឹងអោបខ្ញុំហើយបណ្ដោយឲ្យសេះដាយឺតលូចឹងតើអ្នកគិតថាលោកឪពុកជឿមែនទេលូចឹងស្ងៀមមួយសន្ទុះរួចឆ្លើយយ៉ាងត្រង់ថាមិនប្រាកដទេខ្ញុំញឹមបន្តិចរួចផ្អែកខ្លួននឹងទ្រូងលូចឹងម្ដងទៀតសំណាងឬមិនសំណាងវាមានន័យអីភស្តុតាងវាពិតទោះលោកឪពុកមានការសង្ស័យក៏ដោយខ្លាចតែពេលនេះគាត់មានតែភាពរីករាយក្នុងចិត្តទេគេឈ្មោះរបស់លោកគ្រូលីងដែលគេចាត់ទុកថាជាអ្នកមានសីលធម៌នោះជីវិតរបស់មនុស្សដូចជាយ៉ាងស៊ីដែលមានគំនិតអាក្រក់នោះមិនមានតម្លៃអ្វីសោះឡើយនឹកឃើញរឿងអីមែនទេខ្ញុំក៏ងាកទៅមើលលូចឹងភ្លាមលូចឹងបងជឿជាក់លើខ្ញុំខ្លាំងម្ល៉េះមិនខ្លាចខ្ញុំបោកបងទេលូចឹងញឹមស្រារួចថាផ្ញើខ្ញុំមួយខ្សឺហើយនិយាយថាមិនខ្លាចទេទោះបីជាអូនបោកបងក៏បងសុខចិត្តដែរ
មនុស្សម្នាក់នេះនិយាយផ្អែមល្ហែមម្លេះស្ដាប់ទៅពិតជាសប្បាយចិត្តមែនខ្ញុំក៏ចាប់មុខគាត់មកថើបមាត់មួយខ្សឹកខ្លាំងនិយាយថាពិតជាគួរឲ្យស្រឡាញ់មែនត្រចៀករបស់លូចឹងចាប់ដើមឡើងក្រហមហើយគាត់ក៏អប់ចង្កេះខ្ញុំជាប់ខ្ញុំស្រៀបចង្កេះបន្តិចកងឯចង្ការរបស់លូចឹងរួចមើលមុខគាត់ដោយក្តីស្រឡាញ់ហើយនិយាយថាលូចឹងក្រោកឡើងទៅយើងត្រូវត្រឡប់ទៅធ្វើម្ហូបទៀតក្រសែភ្នែករបស់លូចឹងប្រែជាមុតស្រួចគាត់អប់ចង្កេះខ្ញុំកាន់តែណែនរួចក៏ជិះសេះយ៉ាងលឿនត្រឡប់ទៅផ្ទះវិញកាលពីមុនខ្ញុំធ្លាប់ឃើញគាត់ម្ដងក្រោមពន្លឺព្រះច័ន្ទតែពេលនេះតបមកដល់មុខក្រុងហើយទើបដឹងថាវាគួរឲ្យខ្លាចប៉ុណ្ណាលូចឹងខ្លាចខ្ញុំឈឺទើបគាត់ខំទប់អារម្មណ៍រហូតដល់ឡើងសរសៃខ្ញុំខំមាត់ចិត្តហើយបិទភ្នែកមិនអីទេខ្ញុំធ្វើបានស្លាប់ឆាប់ឬស្លាប់យឺតក៏ត្រូវតែស្លាប់ដែរវាប្រសើរជាងការជិះចាប់ដល់យូរអង្វែងវ៉ាន់ខ្ញុំងុយដេកណាស់ឬសូកំពុងហៅខ្ញុំដោយក្តីរំខានខ្ញុំក៏ទះគាត់មួយដៃហើយរអ៊ូថាកុំរំខានអីខ្ញុំងុយណាស់ក៏ឈប់និយាយមួយសន្ទុះក្រោយមកគាត់ក៏ខ្សឹបតិចថាវ៉ាន់ខ្ញុំចង់ទៅចូលរួមការប្រឡងខ្ញុំក៏ភ្ញាក់ខ្លួនបន្តិចតែខ្ញុំក៏គិតថាវាជារឿងធម្មតាម្ដាយរបស់អ្នកមិនមែនបានបន្សល់ទុកពាក្យបណ្ដាំអនុញ្ញាតឲ្យអ្នកចូលកងទ័ពទេក្តាប់ដៃខ្ញុំយ៉ាងណែនហើយនិយាយយ៉ាងម៉ឺងម៉ាត់ថាតែខ្ញុំមិនចង់ឲ្យអ្នកពិបាកចិត្តទេចិត្តខ្ញុំទន់ជ្រាយអស់ហើយក៏ងាកខ្លួនទៅខ្ញុំអប់ហើយនិយាយយ៉ាងស្រទន់ថាខ្ញុំមិនពិបាកចិត្តទេឲ្យតែជាអ្នកអ្វីសុទ្ធតែល្អទាំងអស់អបខ្ញុំយ៉ាងណែនជាប់ទ្រូងហើយថាបធ្នមលើក្បាលខ្ញុំវ៉ាន់ខ្ញុំនឹងដណ្ដើមយកតំណែងភរិយាជ័យលាភីមកឲ្យអ្នកតើបានទេភាពកក់ក្ដៅបានឡំពាត់ខ្ញុំចិត្តខ្ញុំមានអារម្មណ៍ស្ងប់សុខយ៉ាងមិនធ្លាប់មានបានតើយើងសន្យានឹងគ្នាហើយណាក៏ញឹមសន្យានឹងគ្នាហើយ